ភាគ14នេះនឹងមានរឿងអ្វីកើតឡើងចំពោះម៉ែម៉ាលីសួស្តីបងប្អូនអរគ្នាបាទជាពិសេស fan រឿងម្ចាស់ស្នេហ៍ប្រែបេះដូងទាំងអស់គ្នាឥឡូវនេះរឿងរបស់យើងគឺបានមកដល់ភាគ14ហើយបងប្អូនអរគ្នាហើយរឿងរបស់យើងក៏មិនដឹងថាចេញល្ងាចនឹងដែរឬក៏អត់ទេយើងចាំតាមដានទាំងអស់គ្នាហើយសម្រាប់ភាគ14យើងទូទាយទាំងអស់គ្នាថាតើម៉ាលីក៏ជួបរឿងអីទៀតឬក៏ម៉ែរបស់គាត់ត្រូវជួបរឿងអីជាមួយនឹងអាជីដោយសារតែចុងភាគ13ហ្នឹងគឺម្ដាយរបស់គាត់បានមករកគាត់ដោយសារតែម្ដាយរបស់គាត់គឺចាញ់លបែងអស់ហើយបងប្អូនបាទគឺគាត់អត់មានអីទៀតទេបាទគឺគាត់មករកម៉ាលីដើម្បីយកចិញ្ចៀនទៅលក់ដើម្បីយកលុយធ្វើដើមអីចឹងណាបងប្អូនអញ្ចឹងយើងមកទាយទាំងអស់គ្នាដោយសារតែម៉ែម៉ាលីគាត់មករកម៉ាលីហ្នឹងនៅផ្ទះលោកវិតចៃដន្យអីគឺអាជីមកហើយសម្រាប់ម៉ាលីហើយលោកវិតគឺគាត់អត់នៅផ្ទះទេបងប្អូនដោយសារតែគាត់ទៅកន្លែងហាងស្នេហ៍របស់គាត់អញ្ចឹងណាបងប្អូនអរគ្នាចឹងហើយយើងអាចទាយដឹងមុននេះថាអាជីមានគម្រោងការអីជាមួយម៉ែម៉ាលីឬក៏គាត់ធ្វើអីម៉ែម៉ាលីអត់បងប្អូនអរគ្នាបាទបើតាមខ្ញុំគិតអាចនិយាយបានថាតាមអារម្មណ៍របស់ខ្ញុំបងប្អូនបាទតាមអារម្មណ៍របស់ខ្ញុំគិតថាអាចនឹងអាជីឲ្យលុយម៉ែរបស់គាត់ដោយសារតែម៉ែរបស់គាត់បងប្អូនដឹងស្រាប់ហើយគឺគាត់ញៀនលបែងគឺគាត់ត្រូវការលុយទៅលេងលបែងអញ្ចឹងណាអញ្ចឹងខ្ញុំគិតថាអាជីច្បាស់ណាស់បាទប្រកាសជាឲ្យលុយម៉ែម៉ាលីហើយឲ្យយកម៉ាលីទៅផ្ទះវិញថាមិនត្រូវសងលុយ 5,000 នោះគាត់ថាបានដែរបងប្អូនសងជំនួសអញ្ចឹងណាហើយមិនឲ្យកូនទៅធ្វើការនឹងទៀតទេអញ្ចឹងណាអញ្ចឹងហើយបងប្អូនបាទសាកទាយមើលថាភាគ14នោះវាអាចនឹងមានអ្វីកាត់ឡើងបាទកុំភ្លេចជួយ comment ម្នាក់មួយផងហើយសង្ឃឹមថារឿងនេះនឹងចេញនៅល្ងាចនេះបងប្អូនអរគ្នាបាទដោយសារតែថ្ងៃមុននេះគឺគាត់បានជាប់រវល់អីចឹងណាបងប្អូនបាទធ្វើឲ្យរឿងនឹងចេញយូរចឹងទៅអញ្ចឹងហើយថ្ងៃនេះខ្ញុំគិតថារឿងនឹងអាចនឹងចេញនៅល្ងាចហ្នឹងហើយអញ្ចឹងកុំភ្លេចបងប្អូនអរគ្នាតាមដានភាគ14ទាំងអស់គ្នាហើយចង់ដឹងពីជីវិតម៉ែម៉ាលីនៅភាគ14ហ្នឹងគាត់ជួបរឿងអីជាមួយនឹងអាជីអញ្ចឹងណាបងប្អូនបាទអញ្ចឹងយើងមានតែចាំតាមដានទស្សនាទាំងអស់គ្នានៅភាគ14នៅខ្ញុំគិតថាយប់ហ្នឹងបងប្អូនបាទខ្ញុំគិតថារឿងហ្នឹងអាចនឹងមកយប់ហ្នឹង80%ចុះអញ្ចឹងព្រោះយើងអត់ប្រកាស 100% ទេដោយសារតែពេលខ្លះគាត់រវល់ឬក៏គាត់កាត់មិនទាន់ហើយអញ្ចឹងក៏ថាបានដែរបងប្អូនបាទអញ្ចឹងហើយយើងចាំអត់មើលទាំងអស់គ្នាចន្លោះម៉ោង 7-8 ហ្នឹងបើរឿងនឹងមកគឺមើលទាំងអស់គ្នាបើថាមិនទាន់មកទេយើងមានតែចាំថ្ងៃស្អែកទៀតបងប្អូនអរគ្នាចឹងហើយវីដេអូយើងក៏អត់មានអីវែងឆ្ងាយដែរបងប្អូនអរគ្នាបាទយើងគ្រាន់តែចង់ទូទាយសាច់រឿងមុនថារឿងនឹងវាទៅជាយ៉ាងណាពេលទៅភាគ14 13ទៅចឹងបងប្អូនអរគ្នាបាទកុំភ្លេចជួយ Subscribe នៅ Channel ខ្ញុំម្នាក់មួយផងបាទបើសិនជាឆ្លាញ់ចូលចិត្តខ្ញុំហើយសង្ឃឹមថាបងប្អូនអរគ្នាបាទជួយគ្នាម្នាក់តិចបាទដើម្បីឲ្យ Subscribe ខ្ញុំបានកាន់តែច្រើនចឹងណាបងប្អូនអរគ្នាបាទចឹងវីដេអូយើងក៏មានតែប៉ុណ្្នឹងដែរបាយទាំងអស់គ្នាបងប្អូន